សូមគោរពជំរាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានសុខសប្បាយជាទេបងប្អូនមួយរយៈនេះខ្ញុំយល់ប្រកាសច្បាស់ណាស់ថាបងប្អូនភាគច្រើនមិនបានសុខក៏មិនបានសប្បាយដែរដោយហេតុតែប្រទេសយើងកំពុងតែមានបញ្ហាសង្គ្រាមដែលបានកើតឡើងកន្លងមកយើងមិនទាន់ប្រកាសថាអាចកើតឡើងម្ដងទៀតឬក៏យ៉ាងណានោះទេមិនមានអ្នកណាអាចធានាបាននោះទេអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែភេសឹកនៅតាមជំរំនៅតាមទីកន្លែងផ្សេងនៅក្នុងប្រទេសនៅតាមបណ្ដាព្រំដែនខ្លះជាមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការព្រួយបារម្ភចំណីអាហារហូបចុកមិនបានគ្រប់គ្រាន់សុខភាពប៉ះពាល់ជាច្រើននៅការសុខភាពផ្លូវចិត្តនិងផ្លូវកាយការស្នាក់នៅមិនបានស្រួលដូចជានៅក្នុងផ្ទះយើងកូនមិនបានទៅរៀនដូចមុនឬក៏កូនខ្លះអាចកំពុងតែបានរៀនតិចតួចបំផុតហើយទន្ទឹមនឹងនោះដែរបញ្ហារាល់ថ្ងៃដែលកំពុងកើតឡើងនៅលើពិភពលោកគឺសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់អាមេរិកនិងអ៊ីស្រាអែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងយ៉ាងខ្លាំងសម្រាប់ប្រទេសយើងដែលកំពុងតែមានសេដ្ឋកិច្ចធ្លាក់ចុះរឹតតែធ្វើឲ្យប្រជាពលរដ្ឋបងប្អូនជាច្រើនរងនៅផលវិបាកយ៉ាងធ្ងន់ធ្ងរខ្ញុំសូមគ្រប់គ្រងនិងលើកទឹកចិត្តសូមឲ្យបងប្អូននៅតែបន្តការតស៊ូនៅតែចិញ្ចឹមចិត្តផ្លាស់ប្ដូរមេដឹកនាំរាល់ថ្ងៃគឺឪពុកកូនលោកហ៊ុនសែនដែលកំពុងដឹកនាំប្រទេសជាតិយើងឲ្យទៅធ្លាក់ក្នុងជ្រោះជ្រៅដែលស្ទើរតែមើលមិនឃើញពន្លឺសូមបងប្អូនរក្សាចិត្តនិងចិញ្ចឹមចិត្តខ្សឹបស្តគ្នាឱកាសថ្ងៃណាមួយយើងនឹងចូលរួមក្រោកឡើងទាំងអស់គ្នាដើម្បីផ្លាស់ប្ដូររបបដឹកនាំដោយឪពុកកូនលោកហ៊ុនសែននេះចេញដើម្បីរកសេរីភាពប្រជាធិបតេយ្យនិងសន្តិភាពពិតប្រាកដទុកឲ្យកូនចៅយើងជំនាន់ក្រោយដើម្បីឲ្យពួកគាត់បានរស់រាននៅក្នុងភាពសុខសាន្តមួយកុំរស់រាននៅក្នុងភាពវេទនាដូចជាជំនាន់ពួកយើងត្រូវតែចិញ្ចឹមចិត្តសូមបងប្អូនកុំបោះបង់ការចូលរួមផ្លាស់ប្ដូររបបឪពុកកូនហ៊ុនសែនចេញពីប្រទេសយើងឲ្យខានតែបាន